បាទសូមគោរពនឹងជំរាបសួរទៅដល់មិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះខ្ញុំនឹងចែករំលែកនៅអ្វីដែលខ្ញុំបានសិក្សាកន្លងមកណាទៅតកតើនឹងសំឡេងវែងនៅក្នុងភាសាអង់គ្លេសសម្រាប់យើងយកទៅប្រកបអានជាពាក្យនៅក្នុងភាសាអង់គ្លេសហើយបើសិនជាយើងយកអក្សរនេះយកទៅសរសេរឈ្មោះវាអាចត្រូវខ្លះហើយវាអាចខុសខ្លះដែរណាអញ្ចឹងយើងទៅមើលនៅតារាងសម្រាប់សរសេរឈ្មោះជាភាសាខ្មែរយើងវិញណាទៅនឹងភាសាអង់គ្លេសអាហ្នឹងបានយើងអាចសរសេរត្រូវនេះគឺជាសំឡេងវែងនៃពាក្យនៅក្នុងភាសាអង់គ្លេសដែលយើងយកទៅប្រកបនៅក្នុងក្បាស់មួយដែលវាមានពាក្យអញ្ចឹងណាហើយវាមានចេញជាសំឡេង A សំឡេង E សំឡេង U និងសំឡេង O គឺសំឡេងវែងណាបាទនិងចុងក្រោយគេគឺសំឡេង I ណាបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាណាថាសំឡេងវាចេញអីខ្លះណាបាទអញ្ចឹងចំណុចទី1គឺសំឡេងវែងគឺសំឡេង A នេះមានអក្សរ AY AI A ហើយទៅនេះដាក់សញ្ញានេះមានន័យថាទៅនឹងគឺជាព្យញ្ជនៈណាហើយអក្សរ E អញ្ចឹងវាចេញជាសំឡេង A គឺសំឡេងវែងណា A បាទឃើញទេដូចជា PL នេះយើងហ៊ានដូចហើយគឺសំឡេងអីគេ A play ឃើញទេបាទ play អានេះនៅក្នុងពាក្យ2ណាបាទយើងមានណា PL នេះប្រកបចូលគ្នាគឺ A play the A day ឃើញទេបាទ play នេះយើងប្រែថាលេងណាបាទ day នេះប្រែថាថ្ងៃតោះ A ទៀតហើយនេះ AI គឺចេញសលេង A ដែរនេះ R N rain rain យើងប្រែថាម៉េចប្រែថាភ្លៀងណាបាទភ្លៀងណាបាទធ្លាក់ភ្លៀងអីហ្នឹងណាបាទនេះ TR គឺសំឡេងអីគេយើងហ៊ានការពេលមេរៀនទី3គឺត្រណា train train យើងប្រែថារថភ្លើងឬក៏វឹកវើណា train ណាបាទអញ្ចឹងបន្តទៀតគឺសលេងអក្សរ A ទៅនេះព្យញ្ជនៈហើយទៅនេះក៏អក្សរ E ណាចេញជាសំឡេង A ដែរយើងមើល make បាទ make ណាបាទគឺសលេង A ណាយើងមានច្រឡោះនេះណាអក្សរក្រហមណាហើយទៅនេះព្យញ្ជនៈនេះយើងប្រកបធម្មតា make បាទ make នេះយើងប្រែថាធ្វើឬក៏បង្កើតណាបាទហើយនេះ A ដែរណាឃើញទេអក្សរ A ទៅនេះព្យញ្ជនៈអាចនេះអក្សរ E អញ្ចឹងជាសំឡេង A គឺសំឡេងវែងណា name ឃើញទេគឺសលេង A ណាបាទអញ្ចឹងនេះគឺជាសំឡេង A យើងមើលទៅតទៅទៀតណា E ពីរដងគេហៅវាថា double E ណា double E មានន័យថា E ពីរដងវាដូចគ្នាអញ្ចឹង double E ហើយនឹង EA គឺចេញសំឡេង E នេះគឺវែងណាសំឡេងវែង E ណាដូចជាពាក្យនេះ teachបាទ teacher ណាបាទ teacher យើងប្រែថាម៉េច teacher យើងប្រែថាម៉េចគ្រូបងរៀនលោកគ្រូឬក៏អ្នកគ្រូណាបាទ SE នេះគឺសំឡេងបាទ Z ណា SE cheese បាទ cheese ឃើញទេគឺសំឡេង E ដែរហើយណាបាទហើយចុះ EA ក៏ជាសំឡេង E ដែរយើងមើល beach អក្សរ CA គឺសំឡេងឆណាយើងហ៊ានរួចហើយគឺនៅក្នុងភាគ3ណាបាទ beach B បនៅក្នុងភាគ1ណាបាទ beach បាទយើងប្រែថាឆ្នេរសមុទ្រណាបាទពាក្យនេះ seat យើងប្រែថាអង្គុយណាឬក៏សូមអធិស្ឋានប្រែថាកន្លែងអង្គុយណាបាទអញ្ចឹង E ពីរដងគេហៅថា double E មានន័យថាជាសំឡេង E វែងណា E 3ណាបាទ E 3ណាបាទយើងហ៊ាននេះហើយនេះនៅក្នុងដូចជាភាគ3ណាបាទភាគ3 បាទហើយនេះ GR គឺសំឡេងgreen យើងប្រែថាបបអីបបបៃតងបាទ meat យើង
mít យើងប្រែថាសាច់សូមអធិស្ឋាន mít នេះយើងប្រែថាជួបណាបាទ mít សាច់នេះអក្សរ A ទេណាអញ្ចឹងជាសំឡេង E ទាំងអស់នេះជាពេលនេះ S E C S E C C នេះខ្ញុំប្រែថាឃើញឬក៏គិតណាបាទអញ្ចឹងសំឡេង E គឺចេញមកពាក្យ E ពីរដងគេហៅថា double E ឬក៏ EA ណាគឺសំឡេង E វែងណា E បាទយើងមើលទៅតទៀតទៅនឹងសំឡេងវែង I នេះវាមានអក្សរ IE នេះបញ្ជូនជាអ្នកឬក៏នេះអត់មានទេហើយនេះក៏បញ្ជូនជាអ្នកណាបាទវាចេញជាសំឡេង I អញ្ចឹងយើងមើលនេះគឺ I GA សំឡេង I អក្សរ Y ខ្លួនឯងនេះក៏ជាសំឡេង I ដែរណាបាទ I នេះគឺភាគច្រើនវានៅជាមួយនឹងបញ្ជូនជាអ្នកណាបញ្ជូនជាអ្នកហើយវាហ្មងគឺសំឡេង I ណាបាទចាំមើល IE សំឡេង I ណាជាពាក្យអីគេបាទ IE នេះវាជា P I pie ឃើញទេ pie ប្រែថាបំណែកណាចំណិតអីហ្នឹងណា pie ណាបាទ pie បាទហើយតទៅទៀត IE គឺសំឡេង I ដែរយើងមើល kite kite បាទយើងប្រែថាខ្លែងណាបាទហើយតទៀតគឺIE ដដែលយើងមើលនេះបញ្ជូនជាអ្នកនេះ I នេះបញ្ជូនជាអ្នកនេះ E នេះឃើញចូលទម្រង់របស់យើងណាគឺសំឡេង I ណា t I មើល time បាទ t I time ណាបាទ time យើងប្រែថាពេលវេលាឬក៏ជាម៉ោងណាបាទ IE ដដែលយើងមើលដូចជាពាក្យ I ណា fine I ណា fine ខ្ញុំប្រែថាសុខសប្បាយណា fine នេះឬក៏បលិសផាកពិន័យយើងក៏គេហៅថា fine ដែរមែនបាទដល់ទៀត IGH គឺចេញជាសំឡេង I ដែរណា IGH សំឡេង I ដូចពេលនេះ light ខ្ញុំប្រែថាអំពូលភ្លើង light បាទហើយអក្សរ Y នេះសំឡេង I ដែរ I sky យើងប្រែថាម៉េចគឺមេឃណាបាទដូចជាពេលនេះក្រI ក្រៃឃើញទេអញ្ចឹងអក្សរ Y នេះចេញជាសំឡេង I នៅពេលណានៅពេលដែលទៅនេះជួនជាអ្នកទៅនេះក៏ជួនជាអ្នកដែរអញ្ចឹងវាចេញជាសំឡេង I ណាបាទហើយចំណាំនេះឃើញអត់ C ក៏ជួនជាអ្នក R នេះក៏ជួនជាអ្នកអញ្ចឹង Y នេះគឺសំឡេង I ណាបាទអញ្ចឹងពីហ្នឹងយើងអានថា sky អានេះ SK មិនសំឡេង sk ណាយើងរៀននៅក្នុងមេរៀនទី3បាទ sk I sky ឃើញណា CR ក្រI ក្រៃយើងរៀននេះហើយណានៅក្នុងមេរៀនភាគ3បើសិនជាអ្នកនរគ្នាអត់ទាន់ទេអ្នកនរគ្នាចូលទៅក្នុងមេរៀនទី1មករហូតដល់មេរៀនទី5ហ្នឹងណាអ្នកនរគ្នានឹងមានភាពយល់ជាងមុនណាបាទពាក្យ DR គឺសលេងត្រ I drive ឃើញទេវាចូលតម្រងមួយណាគឺតម្រងនេះ IE នេះ I ចន្លោះនេះគឺអាចជាបញ្ជូនជាអ្នកឬក៏បញ្ជូនជាអ្នកផ្សំមានតែបញ្ជូនជាអ្នកនិងបញ្ជូនជាអ្នកនេះក៏បញ្ជូនជាអ្នកអញ្ចឹងជាសំឡេង I ណាបាទ I drive បាទ drive នេះយើងប្រែថាបើកបរបាទ five បាទយើងប្រែថាលេខ5ណាចំនួន5នេះចូលទំនងអីគេទំនងនេះដែរណាបាទពាក្យនេះ I pie ណាបំណែកចំណិតហ្នឹងណាបាទនេះចូលទំនងហ្នឹងគឺជាសំឡេង I ណាបាទអូខេអញ្ចឹងយើងចូលដល់សំឡេង O ណាអញ្ចឹងយើងចូលដល់សំឡេងវែង O បាទ O ហ្នឹងមានអីខ្លះយើងចាំមើលទាំងអស់គ្នាណាបាទ O មានដូចជានេះ OA ឃើញទេសំឡេង O boatដោយសារ O ហ្នឹងគឺសំឡេងវែងណា O វែងណាបាទដូចជាពីនេះស្មឹកហ៊ានដូចហើយណា SM គឺស្មឹក smoke ខ្ញុំប្រែថាផ្សែងឬក៏ជក់បារីណាបើកន្លែងខ្លះគេដាក់ថា no smoke គ្មានផ្សែងឬក៏ហាមជក់បារីណាបាទ no smoke បាទដូចជាពាក្យនេះឃើញទេហើយ O នេះមកពីណាគឺមកពីកន្លែងនេះតម្រងនេះទៅនេះវាអាចជាបញ្ជូនជាអ្នកហើយទៅនេះក៏ជាបញ្ជូនជាអ្នកហ្នឹងចេញសំឡេង O ហើយណាដូចជាពាក្យនេះ
នៅពាក្យនេះអូស្មើអូខ smoke នេះជាពាក្យនេះសអូសូណាសូយើងប្រែថាបង្ហាញណាសូដូចជានេះដែរណាចូលទម្រង់នេះបាទហអូម home ហអូម home យើងប្រែថាផ្ទះគេហដ្ឋានទីជម្រកណាបាទដូចនេះដែរអូនេះដែរណាបាទnose nose បាទ nose យើងប្រែថាច្រមុះ nose បាទ nose ខ្ញុំប្រែថាមកណាវាចូលទម្រង់ O ហើយនឹង E នេះណាបាទយើងមើលពាក្យនេះទៀត OE នឹងដដែលណាបាទ rope នេះយើងប្រែថាខ្សែពួរណាបាទ ST យើងរៀនដូចហើយគឺសលេង stone ប្រែថាដុំថ្មណាបាទ OA នេះគឺ coat នេះយើងប្រែថាអាវពាក់ខាងក្រៅអាវធំបាទ C នេះចេញជាសម្លេងពីរសឬក៏ខពេលណាចេញសពេលដែលអក្សរ C ហើយបន្ទាប់វា I E Y ហ្នឹងគឺចេញសហើយបើក្រៅពីហ្នឹងគឺសលេងខទាំងអស់ដូចជា coat ណាបាទចេញតម្រងនេះថោហើយណាថោអីគេថោម្រាមជើងបាទ PA ចេញសម្លេងអីគេមិនផឹកឯណា PA បើយើងទៅសេឈ្មោះជាភាសាខ្មែរយើង PA ហ្នឹងដល់ផឹកឯណាបាទផបាទប៉ុន្តែនៅក្នុងនេះមិនផឹកឬក៏ផទេគឺសម្លេងហ្វឹកបាទ PA យើងបានរៀនណានៅក្នុងមេរៀនទី3 phone នេះយើងប្រែថាទូរស័ព្ទណាបាទតទៅទៀតយើងចូលដល់សម្លេងបើអញ្ចឹងយើងតទៅទៀតយើងទៅដល់សម្លេងអ៊ូណាបាទអ៊ូមាន WO UE EW ណា UE WO EW ណាសលេងអ៊ូមអ៊ូណ moon គេណាមអ៊ូណ moon បាទប្លអ៊ូ blue បូក Q ណាប្លអ៊ូ flu នេះចេញសលេង EW ដែរ flu ណាបាទfood ខ្ញុំប្រែថាអាហារណា SC ស្កអ៊ូ school សាលារៀនណាបាទ SP គឺស្ពអ៊ូណ spoon ខ្ញុំប្រែថាគេស្លាបព្រាបាទនេះអរអ៊ូម room នេះយើងប្រែថាបន្ទប់ណាបាទនេះ UE នេះ UE ណាអ៊ូដែរត្រអ៊ូ true នេះយើងប្រែថាត្រូវណាត្រឹមត្រូវ balloon ណាបាទលេខអ៊ូដែរណាបាទលអ៊ូណ loon ណាបាទ balloon បាទដល់ពេញប៉ោងណាអ្នកនរគ្នាបាទមេរៀនយើងមកដល់តាមនេះហើយខ្ញុំបញ្ចប់វាទៅហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបន្ថែមទៀតណាបាទអរគុណច្រើនសម្រាប់ការទស្សនាបើសិនជាអ្នកនរគ្នាមិនទាន់ Subscribe អាចចុច Subscribe បានណាអរគុណច្រើនបាយ